យកតាមចិត្តគ្រាន់តែអ្នកចង់បានថេងជាតិប៉ុន្មានពីឃ្លាំងរបស់យើងអ្នកអាចយកបានប៉ុណ្ណឹងប្រធានស៊ូបាននិយាយថាគឺគ្រប់គ្រាន់អេយ៉ាអេយ៉យថេងជាតិច្រើនណាស់វាពេញជាងឃ្លាំងថេងជាតិដ៏ធំទៅទៀតរាវ៉ាន់ពិតជាអាចយកតាមចិត្តបានមែនទេមេដឹកនាំធំក្នុងអូម៉ែឲ្យជីវិតរបស់មនុស្សក្នុងទីក្រុងនេះគឺល្អដូចទេពអប្សរីចឹងនៅក្នុងភូមិពេលចូលឆ្នាំក៏រកអីល្អបែបនេះមិនឃើញផងថ្ងៃនេះខ្ញុំពិតជាបានឃើញពិភពលោកហើយមានបានហើយមានរបស់ទាំងនេះហើយលែងឃ្លានទៀតហើយប្រធានក្រុមនឹងសរសើរខ្ញុំថាពូកែអូយធ្វើជាមនុស្សមិនត្រូវលោកខ្លួនពេកទេបងស្រីគាត់គ្រាន់តែយកផ្លែឈើព្រៃបន្តិចបន្តួចពីខ្ញុំតែខ្ញុំអាចទាញយកប្រយោជន៍ធំដុំបែបនេះបានយ៉ាងម៉េចត្រូវតែយកទៅឲ្យគាត់វិញមិនត្រឹមត្រូវទេមិញខ្ញុំញ៉ាត់ច្រើនណាស់តើកាបូក្រូណាត់រហែកតូចនេះអាចដាក់អស់យ៉ាងម៉េចទៅហើយវាថែមទាំងស្រាលសន្លឹមទៀតម៉ែអើយហេតុអ្វីក៏បាត់អស់មិញខ្ញុំដាក់ចូលទាំងអស់ហើយតើកញ្ចប់នេះคล้ายជាបេសាច់ហើយច្បាស់ជាទេវតាកំពុងបង្រៀនខ្ញុំថាខ្ញុំលោកខ្លួនពេកហើយគ្រប់គ្រាន់ហើយរបស់ទាំងនេះគ្រប់គ្រាន់ឲ្យខ្ញុំញ៉ាំបានមួយរយៈហើយបើយកទៅទៀតមិនដឹងជាមានរឿងអីកើតឡើងទេប្រធានស៊ូក្នុងសភាពបែបនេះគឺពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់ណាស់តើផ្លែឈើព្រៃនេះមានរសជាតិឆ្ងាញ់ដូចទេពអប្សរយ៉ាងណាទៅដែលអាចធ្វើឲ្យប្រធានស៊ូដែលតែងតែធ្វើមុខត្រជាក់លេចចេញនៅទឹកមុខបែបនេះតើផ្លែឈើនេះពិតជាឆ្ងាញ់ខ្លាំងយ៉ាងនេះមែនទេយកតែប៉ុណ្្នឹងទេនៅក្នុងឃ្លាំងនៅមានច្រើនទៀតអាចយកបានប៉ុន្មានយកប៉ុណ្្នឹងទៅកុំគិតច្រើនអីបើលើកមិនរួចខ្ញុំនឹងឲ្យគេហៅឡានមកជូនអ្នកគ្រប់គ្រាន់ហើយគ្រប់នេះគឺច្រើនពេកហើយអរគុណបងស្រីធំខ្ញុំពិតជាលើកមិនរួចទៀតទេខ្ញុំទៅហើយនៅមានទៀតទេប្រធានស៊ូអ្នកនិយាយអ្វីតើក្មេងដែលលក់ផ្លែឈើព្រៃនោះនៅណាគាត់ទៅតែចេញទៅគួរតែមិនទាន់ចេញផុតពីទ្វារធំសន្តាគារទេភ្លាមបញ្ជូនមនុស្សទៅរកមិនថាប្រើវិធីណាទេត្រូវតែរកគាត់ឲ្យឃើញបាទខ្ញុំនឹងរៀបចំមនុស្សទៅតាមរកភ្លាមប្រញាប់ចាប់ខ្លួនគេជឿនយ៉ាងរបស់ខ្ញុំឲ្យភ្នំហឺហ្វឹងខៅនោះគ្រោះថ្នាក់ប៉ុណ្ណាអ្នកជាក្មេងជំទង់ម្នាក់តើអាចទ្រាំទ្របានយ៉ាងម៉េចទៅខ្ញុំត្រូវតែទៅរកវាខ្ញុំចង់ឃើញមនុស្សស្លាប់ខ្ញុំចង់ឃើញសាកសពម៉ែកុំឆេវឆាវពេកភ្នំហឺហ្វឹងខៅជាកន្លែងដែលចម្លែកខ្លាំងណាស់ប្រសិនបើជួនយ៉ាងពិតជាមានរឿងអ្វីកើតឡើងម៉ែមានវ័យប៉ុណ្ណឹងហើយទៅទីនោះមិនមែនស្មើនឹងទៅបាត់បង់ជីវិតឥតប្រយោជន៍ទេរស់នៅក៏ជាបន្ទុកគ្រួសារស្លាប់ក្នុងព្រៃទៅវិញក៏ស្អាតនាងស្ត្រីចិត្តអាក្រក់ឲ្យជួនយ៉ាងគឺជាសរសៃពូងរបស់គ្រួសារលីងយើងមិនក៏នាងនិយាយពាក្យដែលគ្មានមន្តសការបែបនេះខ្ញុំនិយាយខុសកន្លែងណាគ្រួសារយើងបានតែខ្វះខាតហើយគាត់ញ៉ាំច្រើនណាស់ក្នុងមួយពេលបើមិនមែនជាបន្ទុកតើជាអ្វីទៅបន្ទុកអញ្ចឹងខ្ញុំចាស់ជ្រានេះក៏ជាបន្ទុករបស់អ្នករាល់គ្នាដែរឬអ្នករាល់គ្នាក៏ចង់ឲ្យខ្ញុំស្លាប់ដែរឬបើជួនយ៉ាងមានរឿងអីកើតឡើងខ្ញុំចាស់ជ្រានឹងស្លាប់នៅចំពោះមុខអ្នករាល់គ្នាបើធ្វើឲ្យក្មេងស្លាប់ហើយធៀបនឹងឲ្យមនុស្សចាស់ស្លាប់ខ្ញុំមើលទៅអ្នកឯងពាក់កណ្ដាលជីវិតដែលនៅសល់ក៏គុំសង្ឃឹមថានឹងមានថ្ងៃរស់នៅស្ងប់សុខមួយថ្ងៃនាងស្រីចំណាស់ឈួតខ្ញុំមិនរវល់ជាមួយនាងទេយាយជួនយ៉ាងយាយកុំខឹងអីមិនមែនពួកយើងមិនចង់ឲ្យចៃរបស់យាយល្អនោះទេភ្នំហឺហ្វឹងខៅពិតជាមិនមែនជាកន្លែងដែលមនុស្សធម្មតាអាចទៅបានទេអ្នកប្រមាញ់ដែលមានបទពិសោធន៍ជាច្រើនបានបាត់បង់ជីវិតនៅទីនោះជួនយ៉ាងទៅបាត់អស់ពីថ្ងៃហើយខ្លាចក្រែងថាពិតហើយក្មេងនេះមានវាសនាអាក្រក់ជួបឆ្នាំរាំងស្ងួតធំនេះហើយថែមទាំងជួបរឿងនេះទៀតភូមិយើងពីមុនក៏ធ្លាប់មានក្មេងរត់ចូលទៅដែរតែគ្មានអ្នកណាម្នាក់អាចត្រឡប់មកវិញទាំងរស់ទេក្មេងជួនយ៉ាងនេះខ្លាចក្រែងជីវិតជាបាត់បង់ជីវិតទៅហើយចាស់ដ៏ល្អរបស់ខ្ញុំហេតុអ្វីក៏ឯងមានវាសនាអាក្រក់យ៉ាងនេះយាយសុំទោសឯងណានោះមិនមែនជួនយ៉ាងទេជួនយ៉ាងរបស់ខ្ញុំយាយខ្ញុំមកវិញហើយចាស់ដ៏ល្អរបស់ខ្ញុំទីបំផុតឯងក៏ត្រឡប់មកវិញហើយយាយគិតថាលែងបានជួបឯងទៀតហើយយាយខ្ញុំមិនអីទេធ្វើឲ្យយាយព្រួយបារម្ភហើយឯងពិតជារឹងមាំមែនយ៉ាងនេះហើយក៏មិនស្លាប់ដែរជួនយ៉ាងឯងពិតជាមិនអីមែនទេតើឯងចេញពីភ្នំហឺហ្វឹងខៅយ៉ាងម៉េចទៅពីថ្ងៃនេះឯងទៅណាខ្ញុំគ្រាន់តែរករបស់ញ៉ាំបន្តិចបន្តួចនៅភ្នំមិនបានជួបគ្រោះថ្នាក់អ្វីទេអង្គចេញមកសាច់ក្រកជ្រូកខ្យងសាច់ក្រកជ្រូកពិតជាបានលេចចេញមែនប្រមូលទុកច្បាស់ជាពន្លឺគ្រីស្តាល់នៅក្នុងរូងភ្នំនោះធ្វើឲ្យប្លែកហើយកញ្ចប់នេះប៉ះនឹងពន្លឺគ្រីស្តាល់ទើបខ្លាចជាអភូតហេតុបែបនេះជួនយ៉ាងទៅផ្ទះជាមួយយាយនឹងធ្វើម្ហូបឆ្ងាញ់ឲ្យឯងញ៉ាំដើម្បីបំពេញរាងកាយយាយនាងជួនយ៉ាងឯងកុំគិតចង់ត្រឡប់មកផ្ទះយើងទៀតអីផ្ទះយើងមិនអាចចិញ្ចឹមឯងបានទេចាស់របស់ខ្ញុំទើបតែមកដល់នាងចង់បណ្ដេញវាទៅវិញហើយឬយីជីសិនស៊ឺយ៉ូស៊ីសិនស៊ីមិនអាចជួនយ៉ាងគឺជាកូនរបស់គ្រួសារលីនគ្មាននរណាម្នាក់អាចមើលឃើញកូនគ្មានផ្ទះសម្បែងបានទេ
ធ្វើជាមនុស្សត្រូវមានមន្តសការពិតហើយពីដំបូងបណ្ដេញក្មេងចេញគឺខុសហើយឥឡូវក្មេងត្រឡប់មកវិញដោយសុវត្ថិភាពតើអ្នកជាចាស់ទុំអាចគ្មានមេត្តាយ៉ាងម៉េចទៅក្មេងជនយ៉ាងនេះស្មោះត្រង់ហើយអាចធ្វើការបានទៀតតើជាបន្ទុកអ្វីអ្នករាល់គ្នាគ្រាន់តែជាមនុស្សអាត្មានិយមពេកហើយ អ្នករាល់គ្នាសុទ្ធតែចិត្តល្អបើអាណិតគាត់ខ្លាំងយ៉ាងនេះអញ្ចឹងម្ហូបអាហាររបស់គាត់គឺឲ្យអ្នករាល់គ្នាដោះស្រាយទៅហៅនៅផ្ទះខ្ញុំកំពុងរងចាំញ៉ាំបាយគ្មានថញ្ជាតិលើដើម្បីចិញ្ចឹមមនុស្សខ្ជិលទេយ៉ាងម៉េចគ្មានអ្នកណាចង់មើលថែអ្នកមែនទេទៅដល់ណាក៏គេស្អប់ខ្ពើមដែរក្រៅពីបង្កបញ្ហាដល់គ្រួសារយើងឯងអាចធ្វើអ្វីទៀតមិនចាំបាច់ឲ្យពួកគេមើលថែទេខ្ញុំចាស់ជរានេះមានដៃមានជើងមិនអាចចិញ្ចឹមចៅរបស់ខ្ញុំបានទេជួនយ៉ាងទៅជាមួយយាយទៅយើងមិនរវល់ជាមួយមនុស្សគ្មានមន្តសការទេមើលទៅទីបំផុតអ្នករាល់គ្នានឹងត្រូវដាច់បាយដាច់ទឹក